Và chẳng số bậc hai vì cô ca Pascal đây miềnចំណុចគោលការណ៍ទី1គឺកំណត់សំខាន់ reset សំខាន់គឺសម្ពាធបញ្ជូនក្នុងតម្លៃស្មើគ្រប់ទិសទីទាំងអស់បាទហើយពីនោះគឺstructure ជាគម្រោងនៃការបង្កើតទៅជាឧបករណ៍ប្រើប្រាស់គឺគេហៅគ្នាអ៊ីដ្រូលិកដែលមានពីស្ទង់តូចហើយនឹងនេះបញ្ជូនទៅកាន់ពីស្ទង់ធំបាទអញ្ចឹងកាលណាយើងបញ្ជូនកម្លាំងមួយដែលមានកម្លាំងបញ្ជូនទៅវាមានមុខកាត់តូចអញ្ចឹងវាបង្កើតសម្ពាធមួយដែលអាចបញ្ជូននៅក្នុងអង្គប្រធារាវដែលមានតម្លៃស្មើគ្នាហើយក៏បានធ្វើឲ្យបង្កើតនៅកម្លាំងលើផ្ទៃធំដែលវាមានតម្លៃធំដូចគ្នាបាទនេះគឺជាតំណែងតំណងរូបមន្តគឺយើងទាញដោយឯកទៅលើគោលការណ៍បញ្ជូនសម្ពាធស្មើគ្នានៃអង្គធារាវអញ្ចឹងយើងអាចឲ្យសម្ពាធវាស្មើគ្នាយើងទាញបានកម្លាំងទី2ស្មើឲ្យកម្លាំងទី1គុណនឹងផ្ទៃនៃទី2ចែកទី1បាទអញ្ចឹងឧបមាថាដែលយើងបង្កើនផ្ទៃរហូតដល់100ដងអញ្ចឹងនាំឲ្យកម្លាំងក៏កើនធំជាងទី100ដងដូចគ្នាអញ្ចឹងបើយើងបង្កើន1000ដងវាក៏ធំជាងកម្លាំងទី2 1000ដងបាទអញ្ចឹងតំណែងបាទសូម